សួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំមកប្រាប់បងប្អូនពីរបៀប log out account Gmail ក៏ដូចជា delete account Gmail ផងដែរហើយបើសិនណាបងប្អូនមានដូចជា Gmail បងប្អូនបង្កើតឲ្យអ្នកដទៃឬមួយបង្កើតខ្លួនឯងបើសិនណាយើងបង្កើតខ្លួនឯងយើង delete ចោលតែម្ដងបើយើងចង់ទុកនៅប្រើក៏វាមិនអីដែរប៉ុន្តែដោយសារ account Gmail ខ្ញុំនេះវាមានច្រើនខ្ញុំបង្កើតឲ្យក្មួយខ្ញុំប៉ុន្តែខ្ញុំចង់ដកចេញព្រោះអីគាត់លេងហ្គេមអញ្ចឹងណាលេងហ្គេមអញ្ចឹងដល់ពេលហើយគាត់ទៅ log out លេងសូមអធិស្ឋានបងគាត់ log in ចូលគ្រប់ហ្គេមអញ្ចឹងបងប្អូនហ្គេមណាដែលយើងត្រូវបញ្ចូល Gmail ដល់ពេលហើយវាមានសារអីវាមកលោតចូលក្នុងទូរស័ព្ទយើងញ៉ៃញ៉ៃអញ្ចឹងឥឡូវខ្ញុំប្រាប់បងប្អូនពីរបៀបលុបសិនបន្តមកទៀតខ្ញុំនឹងប្រាប់បងប្អូននៅចុងវីដេអូពីរបៀប log out ចេញក្នុងគ្រឿងទូរស័ព្ទវិញម្ដងបាទឥឡូវបងប្អូនចុចពាក្យថាមិនអាចជឿយក Google account នឹងមករួចហើយបងប្អូនឃើញពាក្យថាអាទី4នេះ data privacy នេះរួចហើយបងប្អូនអូសឡើងទៅលើបងប្អូនអូសឡើងទៅលើរួចហើយបងប្អូនជ្រើសរើសពាក្យថា delete Google server បងប្អូនចុចត្រង់កន្លែងហ្នឹងមកបាទឥឡូវវាកំពុងតែដំណើរការបងប្អូនរងចាំបន្តិចបាទហើយវានឹងបង្ហាញបងប្អូនវាមានដូចជា YouTube Gmail និង Game ឥឡូវយើង delete តែ Gmail ទេបងប្អូនចុចត្រង់កន្លែងដែលមានសញ្ញា Gmail ហ្នឹងមកពាក្យ Gmail ហ្នឹងកណ្ដាលគេហ្នឹងបាទបន្តទៀតនៅក្នុងប្រអប់ហ្នឹងគេឲ្យយើងវាបញ្ចូល Gmail ដែលមានឈ្មោះថាសីហាម៉ៅមិញហ្នឹងហើយបន្តមកទៀតបងប្អូនចុចពីតា send មកខាងក្រោមនេះហើយបន្តមកទៀតវានឹងឲ្យយើងដាក់ password ដើម្បីយើងវាយផ្ដាច់លុបតែម្ដងប៉ុន្តែខ្ញុំអត់លុបទេខ្ញុំគ្រាន់តែចូលមកកាន់កម្មវិធី Gmail បើសិនណាបងប្អូនចង់លុបឥឡូវយើងចូលមកកាន់ setting ដើម្បីយើង log out ដកចេញពីក្នុងគ្រឿងទូរស័ព្ទយើងតែម្ដងបងប្អូនអូសឡើងទៅលើហើយបងប្អូនឃើញពាក្យថា user account រួចហើយបងប្អូនចុចពីថា Google បាទឥឡូវវាបង្ហាញ Gmail ចំនួន5ឥឡូវបងប្អូនចង់លុបមួយណាខ្ញុំចង់លុប Gmail ដែលមានអូសូមអធិស្ឋានបងប្អូនខ្ញុំចង់ log out ចេញ account Gmail ដែលមានឈ្មោះថាសីហាម៉ៅ42@gmail.com ខ្ញុំធ្វើឲ្យវាដំណើរការសិនបងប្អូនបាទបងប្អូនចុចលើ Gmail នឹងហើយវានឹងបង្ហាញបែបនេះបងប្អូនឥឡូវយើងដក tick យើង tick តែ Gmail បានហើយបាទបន្តទៀតបងប្អូនចុចត្រង់កន្លែងចុច2នេះគេឲ្យបងប្អូនចុចពាក្យថា remove account
remove account ហើយបងប្អូនចុចពាក្យថា remove account ម្ដងទៀតកន្លែងអក្សរពណ៌ក្រហមហ្នឹងបាទឥឡូវយើងបាន remove Gmail បានទៅជោគជ័យហើយប៉ុន្តែយើង remove នេះមិនមែនថាយើង remove ឲ្យបាត់ account ជារៀងរហូតទេយើងគ្រាន់តែដកចេញពីក្នុងគ្រឿងទូរស័ព្ទយើងទេហ្នឹងសម្រាប់ទូរស័ព្ទបងប្អូនដែលមាន Gmail ច្រើនបងប្អូនចង់ដកចេញកុំឲ្យវានៅច្រើនញ៉ៃញ៉ៃនៅក្នុងកម្មវិធី Gmail យើងឥឡូវបងប្អូនចូលមកកាន់កម្មវិធី Gmail ដើម្បីយើងចូលមើលថា account Gmail ហ្នឹងនៅក្នុងកម្មវិធី Gmail ហ្នឹងទៀតដែរអត់ណាបាទឥឡូវបងប្អូនចុចកន្លែងរូប profile នេះបងប្អូនឥឡូវបាត់ហើយអត់មានឃើញទេយើងដកចេញដោយជោគជ័យហើយបាទហើយឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេពីរបៀបចូល delete account Gmail និងចុច log out ចេញក្នុងគ្រឿងទូរស័ព្ទ